ញងហ្វេរបស់កធូធូអ្នកនរគ្នាជួយចុច like ជួយ subscribe ជួយសញ្ញាកណ្ដឹង admin ដើម្បីមើលរឿងល្ងងស្នេហ៍ឡានបុកអ្នកនរគ្នាតែល្ងងឡានបុកឲ្យមួយរឿងចប់តាមពិតកន្លែងហ្នឹងអញ្ចឹងទេចេះទេអ្នកនរគ្នាអើយទូប្រុសយើងអត់ការងារធ្វើទេមកសុំស្នេហ៍ទូស្រីកដាផ្លូវហើយឡានបោកមកពីណាទេក៏បុកផាំងអញ្ចឹងទៅអ្នកនរគ្នាបុកបែកដល់ពេលហើយអញ្ចឹងទៅទូស្រីយើងគាត់ក៏បានជួយសង្គ្រោះអ្នករុញទូប្រុសយើងមកដោយសារតែការបុករបួសខ្ទេចខ្ទាំខ្លាំងពេកធ្វើឲ្យប៉ះពាល់ដល់កលៀនចឹងហើយគឺត្រូវការប្រើប្រាស់ដូកលៀនប៉ុន្តែបើមនុស្សនឹងជាឡើងវិញគឺភ្លេចគ្រប់យ៉ាងហើយអ្នកនរគ្នាបុកម្ដងភ្លេចបាត់សូន្យណាដល់ពេលហើយចឹងទៅទូស្រីយើងគាត់ក៏ព្រមលះបង់កលៀនដោយមិនបានស៊ូមិត្តភ័ក្ដិគាត់ថាលទ្ធផលខាងមុខយ៉ាងម៉េចទេគាត់តែដឹងខ្លួនភ្លាមរត់មកអោបខាងប្រុសវឹបណាបារម្ភពីគេព្រួយពីគេប៉ុន្តែខាងប្រុសនេះគេបែរជាថាចេះនាងជានរណាហេតុអីបានជានាងមកប៉ះពាល់ខ្ញុំបែបហ្នឹងខាងស្រីនេះក៏ស្រឡាំងកាំងវឹបបដ ாய் អញមិនបានទៅជាអញ្ចឹងមានរឿងអីកើតឡើងយើងវាឆ្ងល់អ្នកនរគ្នាហេតុអីគេភ្លេចយើងស្រួលម្លេះមកពីគេបាត់បង់ការចងចាំគេថាគេមិនបានបាត់បង់ការចងចាំទេការចងចាំរបស់គេនៅល្អទាំងអស់គឺទូស្រីរបស់យើងនឹងគិតច្រើនតែខ្លួនឯងចង់និយាយថាដល់ពេលហ្នឹងហើយតួស្រីរបស់យើងក៏ថាហេតុអីបានជាបាត់បង់ការចងចាំហ្នឹងគឺភ្លេចមនុស្សទាំងអស់មនុស្សទាំងអស់ចាំទាំងអស់ភ្លេចតែគាត់មួយអញ្ចឹងណាហើយចង់និយាយថាដល់ពេលហើយអញ្ចឹងទៅអ្នកនរគ្នាវាមានអារម្មណ៍ថាធ្វើឲ្យទូស្រីរបស់យើងក៏អស់ចិត្តទេដូចមានអារម្មណ៍ថាត្រូវបានគេកុហកបោកប្រាស់ហើយគាត់ក៏ព្យាយាមទីមទាការចាប់អារម្មណ៍ត្រឡប់មកវិញបានន័យថាគាត់ព្យាយាមបកស្រាយការពិតឲ្យទូប្រុសយើងគេទូស្គាល់នាងវ៉ាន់យានោះណាគឺជាសង្សាររបស់គេតែម្នាក់គាត់ហើយនាងវ៉ាន់យាគេបានប្រាប់ទូប្រុសថាអញ្ចេះទូស្រីបងស្រីគេទូស្រីត្រូវជាបងប្អូននេះណាថាជាមនុស្សឈួតវិកលចរិតមនុស្សរោគចិត្តទេអញ្ចឹងហើយកុំយកចិត្តទុកដាក់ទូស្រីខំប្រាប់ទៀតថានៅលើទ្រូងខាងឆ្វេងរបស់ទូប្រុសគឺមានបានសាក់ឈ្មោះរបស់គាត់អីចឹងណាទូប្រុសយើងគាត់ឃើញចឹងគាត់ក៏ឆ្ងល់ទៅនាងវ៉ាន់យាគេបានចាក់រុកញុះញង់ចឹងទៅខាងប្រុសនេះក៏បានរុញទូស្រីយើងមកផ្ញាច់ទៅនឹងចិញ្ចាំងហើយសួរថាចិញ្ចាំងហ្នឹងគឺជាអ្វីអ្នកនរគ្នាជាអ្វីចាងហ្នឹងចាប់តណាទៅគឺចាំអាកន្លែងវះកាត់កលៀននឹងឯងអញ្ចឹងហើយបានជាធ្វើឲ្យទូស្រីរបស់យើងនឹងគាត់ឈឺចុកចាប់ខ្លាំងមែនទែនហើយគាត់ព្យាយាមបកស្រាយណាប្រាប់គេថាអញ្ចេះគាត់គឺជាសង្សារតែម្នាក់គាត់ដែលទូប្រុសបានស្រឡាញ់មិននាងវ៉ាន់យានឹងទេប៉ុន្តែទូប្រុសរបស់យើងគាត់អត់ជឿហ្មងអ្នកនរគ្នាហើយគាត់នឹងឃើញថាអញ្ចេះមនុស្សស្រឡាញ់គ្នាចាក់ទឹកម្លេចល្អអត់ខ្ចោះហើយចុងក្រោយមិនបានទៅមិនចាំតែគាត់ចឹងអ្នកណាក៏ចាំអ្នកណាក៏ល្អអត់ល្អតែជាមួយគាត់ម្នាក់ហើយជាមនុស្សសាហាវណាពេលដូចស៊ីស៊ីបិទភ័ក្ររបស់ទូស្រីបានប្រាប់ថាអញ្ចេះណាបើចង់ជួយគេឲ្យដឹងខ្លួនវិញទៅប៉ះតង្កេចខូកអាម្ដងទៀតណាហើយឥឡូវទូប្រុសយើងគេរៀបចំពិធីសុំនាងវ៉ាន់យានឹងរៀបការសុំអីនាងវ៉ាន់យានឹងគឺមានប្រុសហើយអ្នកនរគ្នាកាលណាដែលវាមកបន្លំក្បែរខ្លួនទូប្រុសនេះគឺវាចង់បានទ្រព្យសម្បត្តិគេស្រាប់ទូប្រុសរបស់យើងបាត់បង់ការចងចាំហើយវាមានប្រុសវានេះមនុស្សខ្លះចឹងមែនអ្នកនរគ្នាប្តីសង្សារល្អអត់ខ្ចោះហើយនៅឆ្លៀតផាត់ក្បត់ទៀតហើយទូស្រីយើងគាត់ក៏លួចថតវីដេអូនឹងបានគាត់យកទៅបកស្រាយបកអាក្រាតប្រាប់ទូប្រុសថានាងវ៉ាន់ជានឹងគឺជាមនុស្សកុហកបោកប្រាស់ទេប៉ុន្តែទូប្រុសរបស់យើងក៏អត់ជឿអ្នកនរគ្នាគាត់ថាទូស្រីរបស់យើងមកហ្នឹងមិនមែនចេតនាល្អស្អីទេគឺចង់មកបំផ្លាញសុភមង្គលគ្រួសាររបស់គាត់នឹងឯងហេតុអីបានធ្វើជាមនុស្សអាក្រក់ដល់ថ្នាក់ហ្នឹងកុំឲ្យកលេងធေါ်ក្តៅជាមួយសោះណាទូស្រីរបស់យើងគាត់លឺអញ្ចឹងគាត់អន់ចិត្តទេអ្នកនរគ្នាមិនបានទៅជាធေါ်ក្តៅឯណានៃនោះឆ្កុយអញ្ចឹងគាត់មិនបានធ្វើអីខុសទេគេគាត់គ្រាន់តែស្រឡាញ់មនុស្សដែលគាត់ស្រឡាញ់ប៉ុណ្ណឹងតែគាត់ខុសដែរគាត់និយាយចឹងណាគាត់គ្រាន់ចង់បានយុត្តិធម៌ត្រឡប់មកវិញតែខុសដែរឬក៏យ៉ាងម៉េចពីព្រោះមនុស្សស្រឡាញ់គ្នា7ឆ្នាំហើយហេតុអីបានត្រូវភ្លេចគាត់តែម្នាក់ណាហើយទូរស័ព្ទផុសតាំងដែលយកមកបង្ហាញណាខាងប្រុសហ្នឹងគេអត់ទទួលយកទេអ្នកនរគ្នាគេបានសម្រេចចិត្តជន់ទូរស័ព្ទទូស្រីយើងហើយបន្តមកទៀតគេស្ដីឲ្យទូស្រីគេថាអញ្ចេះកុំបង្កបញ្ហានៅក្នុងពិធីរៀបការពិធីជាប់ពាក្យរបស់គេទៀតបើមិនអញ្ចឹងទេណាគឺគេមិនហ៊ានធានាថាទូស្រីរបស់យើងមានសុវត្ថិភាពឬអត់ទេទូស្រីរបស់យើងឃើញទស្សនវិជ្ជាបែបហ្នឹងអ្នកនរគ្នាគាត់អន់ចិត្តខ្លាំងមែនទែនហើយគេបានទូស្រីយើងឃើញថាបើយកស្រានទៅវាយក្បាលទូប្រុសឲ្យបែកម្ដងទៀតទៅប្រហែលជាអាចចងចាំឡើងវិញវិធីណាក៏ទូស្រីយើងចង់ធ្វើដែរណាដើម្បីបានមនុស្សដែលគាត់ស្រឡាញ់ត្រឡប់មកវិញប៉ុន្តែគ្រាន់ថាវិធីទាំងអស់នោះមិនបានធ្វើឲ្យបរិះម្នាក់នឹងពេញចិត្តទេធ្វើឲ្យគេស្អប់គាត់កាន់តែខ្លាំងគេចោទប្រកាន់ថាគាត់នឹងគឺចង់សម្លាប់ទូស្រីចង់សម្លាប់ទូប្រុសដល់ហើយចឹងទៅគេក៏ចាប់ទូស្រីយើងឲ្យឃើញថាមនុស្សដែលគេស្រឡាញ់គឺនាងវ៉ាន់យាមិនមែនទូស្រីយើងទេដើម្បីទូស្រីយើងអស់ចិត្តឲ្យឈប់បង្កបញ្ហាស្មុគស្មាញឲ្យគេទៀត
ទូស្រីរបស់យើងអ្នកនរគ្នាពេលហ្នឹងហើយគឺគាត់មានអារម្មណ៍ថាគាត់ប្រហែលជាត្រូវបាត់បង់គ្រប់យ៉ាងមែនតើហើយព្រោះអ្វីដែលគេធ្វើហ្នឹងគឺធ្វើនៅចំពោះមុខគាត់តែម្ដងឲ្យគាត់បានឃើញនឹងភ្នែកដើម្បីកុំឲ្យទូស្រីរបស់យើងហ្នឹងគឺនៅតែប្រាថ្នាចង់បានគេតទៅទៀតទូស្រីរបស់យើងអ្នកនរគ្នាគាត់នឹកឃើញគាត់អន់ចិត្តខ្លាំងណាស់ប៉ុន្តែក្តីស្រឡាញ់គាត់ថា7ឆ្នាំឲ្យបោះបង់ចោលតេស្រួលអញ្ចឹងគាត់គិតថាវាអត់សមតម្លៃទេគាត់នៅមានកម្លាំងចិត្តមួយថាគាត់ត្រូវតែតស៊ូបន្តទៀតគាត់រកវិធីណាក៏បានដែរឲ្យតែគាត់អាចធ្វើឲ្យទូប្រុសយើងនឹងចង់ចាំគាត់បានហើយទូប្រុសយើងបានជួលក្មេងប្រុសមកក្រុមឲ្យមកវាយធ្វើបាបទូស្រីរបស់យើងរំលោភក៏បានអីក៏បានដែរជាការពមៀនតែទូស្រីរបស់យើងនឹងហ៊ានទៅបំផ្លាញពិធីរបស់គាត់ស៊ីបានមកដល់ជួយទូស្រីរបស់យើងហើយគាត់ក៏ស្ដីឲ្យទូប្រុសចឹងគាត់ថានេះគឺជាសង្សាររបស់លោកណាជាមនុស្សស្រីដែលលោកស្រឡាញ់មនុស្សស្រីដែលលោកសូមរៀបការមុននឹងជួបគ្រោះថ្នាក់ចរាចរណ៍ជាអ្នកលះបង់កលៀនឲ្យលោកហេតុអីបានជាលោកធ្វើបែបហ្នឹងដាក់នាងពេលហ្នឹងទូប្រុសថាលះបង់កលៀនគេឲ្យលុយតើយកលុយហ្នឹងទៅទូស្រីរបស់យើងអ្នកនរគ្នាគឺគាត់ថាតើមានវិធីណាធ្វើឲ្យទូប្រុសយើងដឹងខ្លួនឡើងវិញអត់ស៊ីប្រាប់ថាវិធីសាស្ត្រធ្វើគេដឹងខ្លួនអត់មានទេតែវិធីសាស្ត្រល្អគឺឯងបំភ្លេចគេទៅពីព្រោះអីការគេបាត់បង់ការចងចាំគេអត់ចាំឯងទៀតទេហើយការដែលឯងនៅមានអ្នករឹងរូសចេះនៅតែព្យាយាមចង់បានគេត្រឡប់មកវិញនេះគឺគេគាត់ពិបាកជួយណាយកល្អបំភ្លេចវាចោលទៅហើយកុំធ្វើបែបហ្នឹងទៀតទូស្រីរបស់ស៊ីបានប្រាប់ទូស្រីយើងអញ្ចឹងហើយខំនាំមកដើរលេងមកចំកន្លែងដែលជាអតីតអនុស្សាវរីយ៍របស់ទូស្រីទៀតហើយវិច័យដនអីស៊ីខំនាំទូស្រីយើងកិច្ចពីតួប្រុសមកហើយមកជួបគ្នានៅកន្លែងនឹងទៀតអ្នកនរគ្នាហើយតួប្រុសយើងគាត់ចាំអនុស្សាវរីយ៍មួយសង្សារតែភ្លេចមុខសង្សារតែចាំតែនាងស៊ីនាងវិនជានៅណានោះឆ្កុយសូម្បីតែកដឹងនៅកន្លែងណានាងវិនជាមិនដឹងផងមានតួស្រីរបស់យើងទេដែលដឹងអ្នកនរគ្នាតើការបាត់បង់ការចងចាំនេះជាការបាត់បង់ប្រភេទណាបានជាភ្លេចមនុស្សដែលខ្លួនស្រឡាញ់បំផុតទៅរួចអ្នកនរគ្នាមនុស្សតើសត្រូវនឹងគ្នាបានវាភ្លេចគ្នាបានដល់ពេលមនុស្សស្រឡាញ់គ្នាវាអាចភ្លេចគ្នាយ៉ាងម៉េចវាអត់ងាយអញ្ចឹងឯអ្នកនរគ្នាហើយទូស្រីយើងចាំគ្រប់យ៉ាងទាំងអស់តាំងកំណាព្យស្នេហាអត្តន័យកណ្ដឹងអត្តន័យស្អីនៅកន្លែងហ្នឹងទូស្រីយើងចាំបានប៉ុន្តែទូប្រុសរបស់យើងនៅតែនៅថាចេះថាទូស្រីរបស់យើងហ្នឹងហេតុអីបានបន្លំខ្លួនធ្វើជានាងវិនជាយករឿងហ្នឹងទៅប្រាប់មែនទូនាងវិនជាគេថាគេយកទៅប្រាប់មែនអាណីនោះឆ្កយឲ្យខ្លួនឯងហ្នឹងមានដឹងអីសោះទូស្រីរបស់យើងគាត់ខំណាតាមពិតដំបងអត់មានស្អប់ទូស្រីដែរថាភ្លើម្លេះមនុស្សប្រុសដល់ថ្នាក់ហ្នឹងហើយយើងគួរតែដកខ្លួនមកដំបងមានគិតអញ្ចឹងអ្នកនរគ្នាប៉ុន្តែមើលយូរទៅយើងគិតថាធ្វើដូចទូស្រីក៏ត្រូវដែរឲ្យអស់ចិត្តខ្លួនឯងមុនចាក់ចេញកុំឲ្យយើងចាក់ចេញទាំងមិនច្បាស់លាស់អញ្ចឹងធ្វើឲ្យយើងនៅអាឡោះអាឡៃឲ្យគ្មានថ្ងៃចាក់ពេកហើយឥឡូវនេះបើទូស្រីយើងដឹងខ្លួនតែគាត់មានផ្ទៃពោះទៀតគាត់គិតថាការដែលគាត់មានផ្ទៃពោះនេះណាគឺអាចរំលឹកការចងចាំរបស់ទូប្រុសត្រឡប់មកវិញពេលហ្នឹងហើយអ្នកនរគ្នាទូស្រីយើងគាត់ក៏សម្រេចចិត្តទៅរកទូប្រុសដើម្បីនិយាយពីរឿងមានផ្ទៃពោះហ្នឹងប៉ុន្តែទូប្រុសគេអត់ទទួលស្គាល់គេថាទូស្រីរបស់យើងមានប្រុសច្រើនហើយយកមកតម្លាក់ឲ្យគេណានៃឲ្យគេមិនដែលបានប៉ះពាល់ផងដល់ហើយចឹងទៅទូប្រុសយើងពេលខ្លះក៏គិតដែរគាត់ថាហេតុអីគាត់ឃើញទូស្រីយើងឈឺចាប់ក្នុងចិត្តគាត់ឈឺចាប់ដែរចឹងគាត់ចេះតែឆ្ងល់ខ្លួនឯងដែរអ្នកនរគ្នាប៉ុន្តែក៏អាចយកចិត្តទុកដាក់ចំពោះទូស្រីឯងហើយនាងវិនជាដឹងទៀតថាទូស្រីយើងមានផ្ទៃពោះអញ្ចឹងតើតែកម្ចាត់ទូស្រីយើងចោលគេមកមន្ទីរពេទ្យដែរគេថាគេកុហកប្រាប់ទូប្រុសថាគេមានផ្ទៃពោះពេលហ្នឹងហើយនាងវិនជាមានចេតនាធ្វើឲ្យទូប្រុសឃើញថាទូស្រីយើងនឹងរុញវាឲ្យដួលពេលហ្នឹងអ្នកនរគ្នានាងវិនជាហ្នឹងគេក៏ដួលទៅក៏ស្រាប់តែគេយកអាឈាមមកថង់គេច្បាច់បែកភូចធ្វើឲ្យគេនឹងហូរឈាមហើយដល់ពេលទូស្រីរបស់យើងអត់មានអីច្បាច់ទេវាហូរមកដោយធម្មជាតិហើយទូប្រុសគេថាអញ្ចឹងឲ្យទូស្រីរបស់យើងបន់ស្រានទៅហើយទៅបើនាងវិនជាមានអីកាត់ឡើងទូស្រីរបស់យើងគឺអត់រស់ហ្មងអញ្ចឹងអ្នកនរគ្នាទូស្រីរបស់យើងគឺគាត់ពិតជាពិបាកនៅក្នុងការដូចថានិយាយអត់ចេញដើមឡើយគាត់ថានៅស្រឡាញ់គេតែដល់ពេលកូននឹងបាត់បង់ទៅសាច់ញាតិតែមួយគាត់បើគាត់បាត់បង់ទៅអញ្ចឹងទៅធ្វើឲ្យគាត់នឹកឃើញថាគាត់កាត់ចិត្តហើយគាត់អស់ចិត្តហើយគាត់នឹងលែងស្រឡាញ់ប្រុសម្នាក់នឹងទៀតហើយពីព្រោះការបាត់បង់ការចងចាំនេះគឺសាហាវវាជាការបាត់ការចងចាំមួយដែលគួរឲ្យខ្លាចបំផុតចាំមនុស្សគ្រប់គ្នាអត់តែយើងហើយជាមនុស្សដែលស្រឡាញ់គ្នាអស់រយៈពេល7ឆ្នាំទៀតហើយបន្តមកទៀតណាគឺDNA ដែល CC យកទៅធ្វើហ្នឹងណាបញ្ជាក់ឲ្យទូប្រុសដឹងថាកូននឹងកូនរបស់ទូប្រុសនេះគាត់ក៏បានយកទៅធ្វើឲ្យហើយ CC ក៏បានគេមករករឿងទូស្រីតាមពិតណាមករករឿងទូស្រីដល់ទៅពេលមកទូស្រីយើងទៅបាត់សល់តែអញ្ជើញភ្ជាប់ពាក្យអញ្ជើញរៀបការហ្នឹងដល់ពេលហើយចឹងទៅ CC បានបង្ហាញអំពីរបាយការណ៍ DNA ហ្នឹងទៅទូប្រុសយើងគាត់ស្លុតណា
គឺវារំញោចអារម្មណ៍ខ្លាំងរហូតដល់ធ្វើឲ្យគាត់នឹងដួលភ្ងាក់ទៅក្រោយទៅស្រាប់តែគាត់មានការចងចាំឡើងវិញរួមជាមួយនឹងអញ្ជើញរៀបការដែលទូប្រុសយើងថាបាត់តែពេលឃើញនៅដៃឃើញទូស្រីទុកឲ្យនេះឈ្មោះទូស្រីគាត់ក៏បាននឹកឃើញរឿងរ៉ាវគ្រប់យ៉ាងត្រឡប់មកវិញតែហើយទៅគាត់មានអារម្មណ៍ថាគាត់ខុសខ្លាំងមែនទែនហេតុអីមកដូចគាត់ស្រឡាញ់បំផុតបែរជាត្រូវគាត់ភ្លេចម្នាក់ហ្នឹងមិនចាំម្នាក់ហ្នឹងហើយព្យាយាមតាក់ទងរកទូស្រីយើងគ្រប់ទីកន្លែងរត់ឃើញអ្នកនរគ្នាចុងក្រោយនេះណាគាត់ក៏បានទៅចាត់ការនាងវិញ្ញានេះទៅដល់ព្រោះគាត់ឃើញវីដេអូទូស្រីយើងថតនាងវិញ្ញាហ្នឹងគឺក្បត់អញ្ចឹងណាមានចេតនាចង់បានទ្រព្យសម្បត្តិគាត់អីបោកប្រាស់គាត់បំបាក់ស្នេហាគាត់ហើយនាងវិញ្ញាហ្នឹងនិយាយច្រែងស្ដែងហ្មងណាគ្រប់យ៉ាងគឺជាផែនការវាអត់មានផ្ទៃពោះមានអីទេផែនការវាដើម្បីលេបតបាក់ទ្រព្យសម្បត្តិទូប្រុសមកដល់ច្បាច់កយកហ្មងអ្នកនរគ្នាគឺចង់បានទ្រព្យសម្បត្តិគេដល់ហើយមកលុតជង្គង់វល់គេថាមកពីគេស្រឡាញ់ទូប្រុសថាស្រឡាញ់ស្អីមានសង្សារហើយមានចេតនាមកបំបាក់ស្នេហាគាត់ឥឡូវនេះណាបើនាងចូលចិត្តបែបហ្នឹងគាត់ផ្ដល់ឲ្យថាឲ្យនាងសប្បាយរីករាយបំផុតអ្នកនរគ្នាអង្គរៈ2នាក់របស់ទូប្រុសឲ្យនាងវិញ្ញាសប្បាយតាមតែអំពើចិត្តសប្បាយហើយគេវាយធ្វើទរណកម្មទៀតណាហើយគេថាអញ្ចឹងក៏មកបន្ទោឲ្យគេបន្ទោខ្លួនឯងទៅខ្លួនឯងបានធ្វើទរណកម្មសាហាវបែបណាខ្លះទៅលើនាងវិនសិញស្រីយើងស៊ីវិនហ្នឹងណាវ៉ាន់ហ្នឹងអ្នកនរគ្នាវ៉ាន់ជីងចឹងហើយទូប្រុសរបស់យើងគាត់ក៏ដឹងខ្លួនឯងខុសចឹងណាចាត់ការនាងវិញ្ញាហើយគាត់ក៏បានមករកស៊ីដើម្បីសួរពីដំណឹងទូស្រីស៊ីថាគាត់ក៏មិនដឹងថាទូស្រីទៅណាដែរណាពីព្រោះការឈឺចាប់ដែលលោកបានផ្ដល់ឲ្យនាងនេះវាលើសលប់ល្មមនាងមិនអាចត្រឡប់មកវិញបានឬក៏នាងមិនចង់ជួបលោកចឹងទៅទូប្រុសយើងគាត់មានអារម្មណ៍ខុសវិបដិសេរីផឹកស្រាខូចចិត្តនឹកឃើញទូស្រីអារម្មណ៍របស់គាត់ទាំងមូលនឹងគឺគាត់ធ្វើអីលែងការហើយគាត់អត់មានសមាធិក្នុងការធ្វើអីទាំងអស់គាត់គិតតែពីស៊ើបដំណឹងរបស់ទូស្រីហើយសម្រាប់នាងវិញ្ញាអ្នកនរគ្នាវាបែរជាតគុំគួនទូស្រីថាទូស្រីយើងនឹងបំផ្លាញម្ដងល្អបំផ្លាញផែនការរបស់វាទាំងខ្លួនឯងហ្នឹងតែដណ្ដើមប្តីគេស្រស់អាហ្នឹងមធ្យមងុំគឺសម្លាប់កូនគេទៀតហើយដឹងថាគេមានបញ្ហានៅតែចូលទៅបំផ្លាញប្រាប់ឲ្យថាបើគេដឹងការចងចាំវិញនាងនឹងមិនបានល្អទេអត់ជឿទេហើយដល់ពេលទូប្រុសរបស់យើងវិញទៅអង្វរទូស្រីរបស់យើងគាត់ថាគាត់សុំទោសគាត់ខុសចឹងណាតែឥឡូវគាត់មានការចងចាំឡើងវិញហើយទូស្រីថាលោកមានការចងចាំឡើងវិញប៉ុន្តែខ្ញុំបានភ្លេចការចងចាំទាំងអស់នោះបាត់ទៅហើយដូច្នេះហើយខ្ញុំលែងចង់បានលោកទៀតហើយលោកអាចទៅមានក្តីសុខជាមួយអ្នកណាក៏បានលោកអាចជ្រើសរើសបែបណាក៏បានប៉ុន្តែគ្រាន់ថាខ្ញុំមិនអាចជ្រើសរើសយកលោកបានទេទូស្រីយើងគាត់បដិសេធអ្នកនរគ្នាគាត់ថាចេះពេលគាត់ឃើញមុខទូប្រុសវាអត់មានក្តីស្រឡាញ់ទៀតទេមានតែការឈឺចាប់ហើយទូប្រុសថាគាត់អត់ជឿថាទូស្រីយើងបបងស្នេហា7ឆ្នាំទៅស្រួលចឹងទេទូស្រីថាខ្ញុំក៏សឹងតែមិនជឿដែរថាស្នេហា7ឆ្នាំលោកភ្លេចតែខ្ញុំម្នាក់មនុស្សគ្រប់គ្នាលោកចាំទាំងអស់អញ្ចឹងហើយគឺមិនចាំបាច់មករកខ្ញុំទៀតទេទូស្រីរបស់យើងក៏អត់រវល់ជាមួយអ្នកនរគ្នាហ្នឹងបានថាមនុស្សដល់ពេលវាជ្រុំដល់ពេលអស់ចិត្តផឹងម្ដងឥឡូវនេះនាងវិញ្ញាហ្នឹងចាប់ទូស្រីយើងយកទៅទៀតអ្នកនរគ្នាគម្រាមសងសឹកស៊ីសាច់ហត់ឈាមគៀមចឹងទូស្រីយើងយកហ្មងខ្លួនឯងជាអ្នកបង្កើតកំហុសឲ្យតែមកបន្ទោសតអ្នកដតីមករឿងតអ្នកដតីហើយគេនឹងធ្វើអីវានេះគេចង់សម្លាប់ទូស្រីគេថាមកពីទូស្រីទៅធ្វើឲ្យជីវិតគេទៅជាបែបហ្នឹងទូស្រីថាខ្ញុំប្រាប់នាងហើយតើមកពីនាងខ្លួនឯងតើនៅចង់បន្លំចង់កឹបកេងប្រវាញ់គេនេះជាកំហុសរបស់នាងគេថាមកពីកំហុសទូស្រីហេតុអីបន្ទូស្រីរបស់យើងកើតមកអ្នកមានមហាសិទ្ធិសស្រឡាញ់ទូស្រីទាំងអស់ហេតុអីបានអត់ស្រឡាញ់វាចុះបើចរិតយើងអាឡែមអាឡាមអញ្ចឹងប្រុសណាក៏បានប្រុសណាក៏ត្រូវអ្នកមានណាគេមកយកយើងអ្នកមានគេយកប្រពន្ធតើប្រពន្ធហ្នឹងវាល្អណាស់ណាដល់ពេលទូប្រុសយើងមកជួយសង្គ្រោះទូស្រីគេឲ្យលុតជង្គង់គេឲ្យធ្វើអីធ្វើហ្នឹងចង់បញ្ចប់ហ្នឹងអ្នកនរគ្នានាងវិញ្ញាថាចេះវាចង់ឲ្យទូស្រីស្លាប់មិនខ្វល់តែលុតជង្គង់អីទេដល់តែពេលហើយអញ្ចឹងទៅអ្នកនរគ្នានេះទូស្រីរបស់យើងគាត់ក៏អត់ខ្វល់ដែរហើយទូប្រុសយើងខំផ្ទៃលុយផ្ទៃអោឲ្យនាងវិញ្ញាគ្រប់បែបយ៉ាងហើយវានៅមិនព្រមចង់បញ្ចប់វាចាក់សម្រាប់ទូស្រីទូប្រុសយើងរងជំនួសទូស្រីមកកបិតហើយនាងវិញ្ញាជាមួយនឹងសង្សារវាត្រូវបានប៉ូលីសចាប់ដាក់គុកសម្រាប់ទូស្រីរបស់យើងអ្នកនរគ្នាទូប្រុសជួយគាត់ប៉ុណ្ណឹងមែនទូស្រីថាមិនសមនឹងការលះបង់ជីវិតរបស់គាត់ទេចុងក្រោយអ្នកនរគ្នាទូស្រីរបស់យើងគាត់រកស៊ីលក់ផ្កាសម្រាប់គូស្នេហ៍ប៉ុន្តែគាត់អត់ទទួលយកទូប្រុសវិញទេហើយទូប្រុសយើងគាត់ក៏អត់យកប្រពន្ធដែរគាត់នៅតាមមើលទូស្រីពីក្រោយខ្នងរហូតនឹងឯង